ចឹងសរុបទៅមកកម្មវិធីទៅ3លើដែលចុះបានទីក្រុងនេះគឺហើយសារៈសំខាន់នៃសត្វស្លាបទាំងអស់ហ្នឹងគឺជួយទៅជាការគ្រប់គ្រងសត្វល្អិតយើងមើលដូចជាកម្មដែលមកអញ្ចឹងជាកម្មដែលមកហ្នឹងគឺវាមកគ្នាអីក្រៅពីស៊ីសត្វល្អិតទេហើយអាសត្វល្អិតទាំងអស់គឺជាសត្វល្អិតដែលបំផ្លាញស្រូវទាំងឯងអានឹងរឿងដែលយើងបានឃើញទាំងអស់គ្នាហើយសត្វស្លាបខ្លះទៀតវាមកវាបើលំអងផ្កាពីផ្កាមួយទៅផ្កាមួយអញ្ចឹងវានាំអាលំអងញីលំអងឈ្មោះទៅវាធ្វើឲ្យអាផ្កាហ្នឹងបង្កើតបានជាផ្លែបន្តពូជតទៅទៀតទៅបាទបាញ់កាត់មកទៅទៅបំផ្លាញជំនួសគាត់កាត់មកទៅគឺពិសេសគឺនៅលើជំនួយការរបស់យើងអញ្ចឹងបងប្អូនគាត់រៀនដែរវាជាសាសអញ្ចឹងចាឬក៏ភូមិជាអញ្ចឹងទៅនឹងសាសចាអញ្ចឹងគាត់អត់ទៅស្គាល់អស់